ចាជំរាបសួរដូចជាសួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះអ្នកគ្រូបានលើកអត្ថបទអំណានមួយដែលមានចំណងជើងថាសម្ដេចសង្គ្រាជួនណាតដែលអត្ថបទនេះគឺនៅក្នុងមេរៀនទី1ដដែលគឺមេរៀនមោទនភាពចាអញ្ចឹងមុននឹងចូលដល់ការសិក្សាពាក្យកន្លឹះអញ្ចឹងបងប្អូនកលេចមើលរូបភាពណារូបភាពនៅក្នុងសៀវភៅភាសាខ្មែរថ្នាក់ទី8យើងទាំងអស់គ្នាតែដែលរូបភាពនេះគឺជារូបតំណាងរបស់សម្ដេចសង្គ្រាជួនណាតថាដែលសម្ដេចបានកសាងនៅស្នាដៃជាច្រើនដូចជាទុកនៅបន្សល់នៅកេរ្តិ៍ឈ្មោះដ៏ល្បីតាទុកឲ្យកូនខ្មែរចំនួនក្រោយអញ្ចឹងនៅក្នុងនេះគឺជារូបតំណាងរបស់សម្ដេចដែលបងប្អូនធ្លាប់ឃើញហើយនៅក្នុងដែលគេធ្វើនៅតាមសាលារៀនជាដើមអញ្ចឹងកលេចមើលការសិក្សាពាក្យកន្លឹះវិញម្ដងចានៅក្នុងនេះគឺមានពាក្យកន្លឹះជាច្រើនដែលទី1គឺពាក្យថារែកពុនថ្នាក់ពាក្យជាកិរិយាសព្ទន័យថាទទួលរ៉ាប់រងការងារឬទទួលបន្ទុកការងារណាមួយដ៏ធ្ងន់ធ្ងរទី2គឺឆ្លងឆ្លាក់ថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាខ្មៃខ្មៀតប្រឹងប្រែងបំពេញកិច្ចការណាមួយទី3គឺពាក្យថាបារាំងសេះណាពាក្យជាគុណនាមដែលជាជាតិបារាំងមួយទៀតគឺពាក្យថាលួងណាពាក្យជានាមមានន័យថាព្រះរាជាមួយទៀតពាក្យថាជោគចាំងណាពាក្យជាកិរិយាសព្ទបានន័យថាពង្រៀបឬក៏ជោគឆាយឈូសឆាយឲ្យស្មើមួយទៀតប្រសោតណាពាក្យជាកិរិយាសព្ទបានន័យថាសម្រាកូនព្រះជន្មាយុណាពាក្យជានាមន័យថាអាយុជីវិតឬក៏ឆ្នាំនិងព្រះពុទ្ធខោសាចារ្យណាពាក្យជានាមគ្រូអាចារ្យដែលបានបង្ហាត់បង្រៀនសិស្សឧបសម្បទាណាពាក្យជានាមការបំបួសសាមណេរឲ្យជាភិក្ខុគុណធធុរៈណាពាក្យជានាមមានន័យថាធុរៈផ្នែកគម្ពីរបាលីកិច្ចការរៀនសូត្រខាងបរិយ័តជាគូនិងវិបស្សនាធុរៈមួយទៀតគឺពាក្យថាព្រះសង្ឃណាពាក្យជានាមគឺសម្ដេចសង្ឃនិងមួយទៀតប្រាស្រ័យណាពាក្យជានាមការស្រឡាញ់រាប់អានសេចក្តីគោរពនិងដំណើរអធិស្ឋាននិងចុងក្រោយគឺពាក្យថាសាមណេរណាពាក្យជានាមមានន័យថាបុព្វជិតសាសនិកអ្នកកាន់សិល10លោកនេនអញ្ចឹងយើងចូលដល់ចំណុចខពាក្យថាអភិវឌ្ឍបំណិនចាអញ្ចឹងតើនៅក្នុងអត្ថបទនេះអត្ថបទស្ដាប់នេះថាតើនឹងអភិវឌ្ឍចំណេះដឹងបងប្អូនតាមរបៀបណាខ្លះអញ្ចឹងយើងចូលរួមអានទាំងអស់គ្នាមកស្គាល់ពីបទកំណាព្យនិងសេចក្តីលម្អិតក្នុងអត្ថបទយល់ពីខ្លឹមសារនៃអត្ថបទកាព្យយល់ពីប្រភេទនៃរឿងពិតឬរឿងប្រឌិតចេះស្វែងយល់ពីលក្ខណៈសម្បត្តិនៃវរជនស្គាល់ពីបំណងរបស់អ្នកនិពន្ធដែលបានចងក្រងជីវភាពវរជនណាមួយតែអញ្ចឹងចូលចំណុចគោលគឺអត្ថបទចឹងយើងចង់ដឹងថាតើជីវប្រវត្តិរបស់សម្ដេចហ្នឹងមានអ្វីខ្លះចាចឹងចូលរួមអានទាំងអស់គ្នាសម្ដេចសង្ឃរាជទ្រង់ប្រសូតនៅថ្ងៃ10អង្គារ11រោចខែផល្គុនឆ្នាំវកឆស័កពុទ្ធសករាជ2427ដែលត្រូវនឹងថ្ងៃទី11ខែមីនា គ្រិស្តសករាជ1883នៅភូមិកំរៀងសង្កាត់រកាកោះស្រុកគោងពិសីខេត្តកំពង់ស្ពឺសម្ដេចមានព្រះជាតិក្នុងត្រកូលកសិករព្រះមេដាសម្ដេចនាមយុព្រះបិតានាមព្រំជួនគ្រួសារនេះមានបុត្រតែ2នាក់គឺអង្គសម្ដេចព្រះសង្ឃរាជនិងលោកអ្នកអង្គការសោភ័ណ្ឌមន្ត្រីជួននុតជាព្រះអនុជនៃសម្ដេចព្រះសង្ឃរាជការសម្ដេចនៅកុមារភាពមានព្រះជន្មាយុរវាង12វស្សាព្រះមេដាបិតាបាននាំយកទៅផ្ទុកផ្ដាក់ឲ្យរៀនសូត្រអក្សរសាស្ត្ររបស់ជាតិក្នុងសំណាក់លោកគ្រូសូត្រស្ដាំកៅមនវត្តពោធិព្រឹកហៅពោលំសង្កាត់រលាំងកែនស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល
លោកមានជននាមាយុ14 វស្សាសម្ដេចបានបួសជាសាមណេរក្នុងថ្ងៃ15កើតខែពិសាខឆ្នាំចសម្រិទ្ធស័កពុទ្ធសករាជ2441គ្រិស្តសករាជ1897នៅបំពេញកិច្ចសិក្សានាវត្តពោធិព្រឹក្សអស់រយៈកាល2ឆ្នាំទើបចេញពីវត្តពោធិព្រឹក្សទៅរៀនសូត្រព្រះបរិយត្តិធម៌ឯវត្តឧណាឡោមក្រុងភ្នំពេញក្នុងសំណាក់ព្រះគ្រូទេពសោនាកុដថែវប្របកំផែងខាងជើងក្នុងពុទ្ធសករាជ2443គ្រិស្តសករាជ1899លោកបានប្រជញ្ញមេយុគម្រប់21វស្សាសម្ដេចទ្រង់និមន្តត្រឡប់ទៅសូមឧបសម្បទាជាភិក្ខុក្នុងវត្តពោធិព្រឹក្សដែលជាវត្តដើមវិញដោយមានព្រះដេចព្រះគុណព្រះពុទ្ធឃោសាចារ្យមាកេតសុវណ្ណបញ្ញោជាព្រះឧបជាការលោកនៅជាចៅអធិការវត្តពោធិព្រឹក្សមានព្រះដេចព្រះគុណកែមនមិសនាគោជាគ្រូសូត្រស្ដាំនិងព្រះដេចគុណអឹមខឹមតេខបញ្ញោជាគ្រូសូត្រឆ្វេងសូត្របំពេញកិច្ចឧបសម្បទានៅថ្ងៃទី15កើតខែចេសឆ្នាំរោងឆស័កពុទ្ធសករាជ2448គ្រិស្តសករាជ1904សម្ដេចទ្រង់ទទួលព្រះនាមបញ្ញត្តិថាជោតនាណោលុះទ្រង់បំពេញឧបសម្បទាជាភិក្ខុរួចហើយទ្រង់ក៏និមន្តត្រឡប់ទៅគង់នៅវត្តឧណាឡោមទទួលការសិក្សាគន្ធធរៈបន្តទៀតសម្ដេចព្រះសង្ឃរាជមានសេចក្តីព្យាយាមប្រកបដោយធម៌ពលដ៏ក្លៀវក្លាក្នុងការសិក្សាទាំងផ្នែកភាសាបាលីទាំងផ្នែកភាសាឯទៀតមានភាសាបារាំងជាដើមការសិក្សារបស់ព្រះសង្ឃរាជមានជោគជ័យប្រសើរណាស់បណ្ដាលោកអ្នកសិក្សាក្នុងសម័យនោះចំនួនជាមួយគ្នានឹងព្រះសម្ដេចសង្ឃរាជឃើញតែសម្ដេចសង្ឃរាជទេដែលរៀនចម្រើនលូតលាស់មានល្បឿនឈ្នះលោកឯទៀតសម្ដេចចាប់រៀនដំបូងមេសូត្រប្រែមូលកច្ចយណៈនិងគម្ពីរធម្មបទពីព្រះពុទ្ធឃោសាចារ្យព្រះនាមមាកេតដែលជាឧបជានៃសម្ដេចសង្ឃរាជសម្ដេចព្រះសង្ឃរាជពេលដែលទ្រង់រៀនវិជ្ជាណាមួយមានបាលីជាដើមគឺរៀនដោយយកប្រតិទុកដាក់ខំប្រឹងប្រែងអត់មានបន្ធូរបន្ថយក្នុងការសិក្សានោះឡើយសម្ដេចទ្រង់ទទួលការសិក្សាដោយឆន្ទៈដ៏មានកម្លាំងមែនទែនពុំសិក្សាវិជ្ជាណាមួយលេងៗទេវិជ្ជាខាងភាសាបាលីភាសាសំស្ក្រឹតនិងភាសាបារាំងសុទ្ធតែវិជ្ជាប្រកបដោយវេយ្យាករណ៍ហ្មត់ចត់ជ្រាលជ្រៅលំបាករៀនលំបាកយល់ណាស់ប៉ុន្តែសម្ដេចអាចរៀនអាចយល់ច្បាស់លាស់ដោយឆាប់រហ័សគួរឲ្យកោតសរសើរពន់ពេកណាស់ព្រះអង្គទ្រង់ចេះដឹងយល់ធ្លុះធ្លាយពីវេយ្យាករណ៍គ្រប់ភាសាដែលមានវេយ្យាករណ៍បាលីសំស្ក្រឹតជាដើមទាំងអក្សរសាស្ត្ររបស់ជាតិនិងទាំងពាក្យពេចន៍ក្នុងផ្នែកវប្បធម៌បុរាណក៏សម្ដេចចេះចាំយល់ហេតុផលជាច្រើនសម្ដេចបានរៀនភាសាសៀមភាសាលាវនិងភាសាបារាំងហើយអាចនិយាយប្រាស្រ័យទាក់ទងនឹងសៀមជាតិលាវនិងជាតិបារាំងបានសម្ដេចឆ្លៀសវៃប្រសពត្រាប់តាមសំឡេងភាសាដទៃៗឲ្យស្រដៀងឬដោយភាសាជាតិដទៃទៀតបានភាសាអង់គ្លេសនិងភាសាវៀតណាមក៏សម្ដេចបានរៀនអាចមើលសរសេរនិយាយប្រាស្រ័យបានច្រើនដែរក្នុងកំឡុងពេលដែលសម្ដេចកំពុងសិក្សាវិជ្ជាខាងបាលីរវាងគ្រិស្តសករាជ1910ឃើញថាសម្ដេចមានព្រះកិត្តិស័ព្ទល្បីថាព្រះថេរស្ទត់ជំនាញពូកែខាងភាសាបាលីអាចនិយាយភាសាបាលីបានច្រើនជាងភិក្ខុសាមណេរឯទៀតដែលរៀនជាមួយគ្នាក្នុងសម័យនោះនៅពុទ្ធសករាជ2457គ្រិស្តសករាជ1913សម្ដេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាមវិហារព្រះកែវមរកតចំពោះព្រះភ័ក្ត្រព្រះករុណាព្រះសម្ដេចព្រះស៊ីសវត្តបាន4ប្រយោគដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះពុទ្ធសករាជ2459គ្រិស្តសករាជ1915សម្ដេចទ្រង់បានប្រឡងជាប់លេខ2
ដោយទទួលការតែងតាំងជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ដែលសប្តាហ៍ថ្ងៃមានឈ្មោះថាពុទ្ធិកវិទ្យាល័យព្រះសរាមរិទ្ធក្រៅពីភាសាខ្មែរដែលសម្ដេចទ្រង់បានស្រាវជ្រាវយល់ឬគល់ពិតប្រាកដសម្ដេចបានសិក្សាភាសាបាលីអាចអានឬសន្ទនាតាមសំនៀងជាតិបរទេសបានទាំងអស់គឺសំនៀងលង្កាភូមិមនសៀមនិងលាវឥតមានទើសទាស់ភ្លាត់ភ្លៀងភ្លាត់ឡើយនៅពុទ្ធសករាជ2466ត្រូវនឹងគ្រិស្តសករាជ1923សម្ដេចកាលនៅជាព្រះគ្រូសង្ឃសត្ថាជាមួយនឹងសម្ដេចព្រះពោធិវង្សហួតតាតជីវបញ្ញោកាលនៅជាព្រះគ្រូវិជាបានធ្វើជាសាមណនិស្សិតនិមន្តទៅបំពេញវិជ្ជាខាងភាសាសំស្ក្រឹតអក្សរសិលាចារឹកជាដើមនៅភាសាបារាំងសេសចុងបូព៌ាប្រទេសនាក្រុងហាណូយវៀតណាមខាងជើងក្នុងសំណាក់លោកលីហ្វីណូជាតិបារាំងសេសជាចាងវាងសាលានេះនៅពុទ្ធសករាជ2463គ្រិស្តសករាជ1919សម្ដេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំតែងវចនានុក្រមខ្មែរដែលទ្រង់ជាលេខាធិការកាន់កិច្ចការផ្ទាល់លុះត្រាតែចប់ចុងចាប់ដើមនៅពុទ្ធសករាជ2469គ្រិស្តសករាជ1925សម្ដេចបានធ្វើជាសមាជិកនៃក្រុមជំនុំពិនិត្យអក្ខរាវិរុទ្ធនៃសៀវភៅនានាដែលសាលាបាលីជាន់ខ្ពស់បោះពុម្ពផ្សាយពុទ្ធសករាជ2470គ្រិស្តសករាជ1926តមកជាច្រើនឆ្នាំសម្ដេចទ្រង់បានទទួលការតែងតាំងនាមប្រយោគក្នុងការប្រឡងយកវិញ្ញាបនបត្របឋមសិក្សាខ្មែរនិងការប្រឡងយកសញ្ញាបត្របឋមសិក្សាជាន់ខ្ពស់បារាំងខ្មែរនៅក្រុងភ្នំពេញពុទ្ធសករាជ2474គ្រិស្តសករាជ1927សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកក្រុមជំនុំផ្ទៀងសម្រាប់ខាងវចនានុក្រមខ្មែរហើយសម្ដេចទ្រង់បានទទួលភារៈធ្វើវចនានុក្រមតែមួយព្រះអង្គឯងដរាបបានចប់សពគ្រប់បានបោះពុម្ពផ្សាយទាំងភាគ1ភាគ2បាន5គ្រាហើយក្នុងឆ្នាំនោះសម្ដេចបានទទួលការតែងតាំងជាសមាជិកនៃក្រុមអភិបាលជំនុំផ្ដាច់ឆ្នាំសម្រាប់បណ្ណាល័យកម្ពុជាដែលសប្តាហ៍ថ្ងៃហៅថាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតក្នុងពុទ្ធសករាជ2474គ្រិស្តសករាជ1930សម្ដេចទ្រង់បានទទួលការតែងតាំងក្នុងមុខតំណែងជាចាងវាងរងនៃសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញក្នុងឆ្នាំដដែលនោះសម្ដេចបានទទួលការតែងតាំងជាសមាជិកជំនួយនៃក្រុមជំនុំខាងស្រាវជ្រាវជ្រើសរើសពាក្យពេចន៍ក្នុងផ្នែកនៃកវីនិពន្ធខ្មែរបុរាណដើម្បីប្រមូលបញ្ជូនពាក្យទាំងនេះទៅវចនានុក្រមខ្មែរពុទ្ធសករាជ2477គ្រិស្តសករាជ1933សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំពិនិត្យសៀវភៅដែលក្រសួងសិក្សាធិការបោះពុម្ពផ្សាយគ្រិស្តសករាជ2478ពុទ្ធសករាជ2478គ្រិស្តសករាជ1934សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំជ្រើសរើសពាក្យខ្មែរប្រៀបធៀបនឹងពាក្យបារាំងសម្រាប់ប្រើក្នុងការងាររាជការក្នុងពុទ្ធសករាជ2479គ្រិស្តសករាជ1935សម្ដេចទ្រង់បានទទួលការតែងតាំងជាសាស្ត្រាចារ្យបង្រៀនភាសាបាលីសំស្ក្រឹតខ្មែរនិងលាវប្រចាំថ្នាក់ទីបញ្ចប់នៃមជ្ឈមសិក្សានៅវិទ្យាល័យព្រះស៊ីសវត្តក្រុងភ្នំពេញលុះមកដល់ពុទ្ធសករាជ2586គ្រិស្តសករាជ1942សម្ដេចទ្រង់បានទទួលឋានន្តរស័ក្តិជាចាងវាងសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញដែលសប្តាហ៍ថ្ងៃកែឈ្មោះជាពុទ្ធិកវិទ្យាល័យព្រះសរាមរិទ្ធនៅពុទ្ធសករាជ2488
គ្រឹះសករាជ1944សម្ដេចទ្រង់ទទួលតំណែងជាចៅអធិការវត្តឧណាឡោមពុទ្ធសករាជ1945សម្ដេចទ្រង់បានទទួលនាទីជាអធិបតីនៃថេរសភាក្រុងជំនុំជាន់ខ្ពស់របស់សង្ឃហើយពុទ្ធសករាជ2491គ្រឹះសករាជ1947សម្ដេចទ្រង់បានទទួលនាទីជាអនុប្រធានគណៈកម្មការវប្បធម៌ខ្មែរអក្សរកនៃគណៈកម្មការធម្មវិន័យពិនិត្យការផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យក្នុងព្រះរាជាណាចក្រគ្រិស្តសករាជ1961រហូតមកសម្ដេចទ្រង់ប្រោសមេត្តាទទួលនិមន្តរបស់សមាគមខ្មែរធ្វើជាប្រធានក្នុងការសម្ភាសអក្សរសាស្ត្រដែលផ្សាយតាមវិទ្យុជាតិរៀងរាល់ថ្ងៃសុក្រនៅគ្រិស្តសករាជ1968ទ្រង់ទទួលឋានៈជាព្រះប្រធានគណៈកម្មការពិនិត្យអត្ថបទផ្សាយជារឿងខាងប្រវត្តិសាស្ត្រខ្មែរក្នុងគ្រិស្តសករាជ1969ព្រះអង្គទទួលការតែងតាំងជាប្រធានគណៈកម្មការពិនិត្យនិងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរចាអញ្ចឹងសញ្ញាត្រេ3នេះគឺបានន័យថាអត្ថបទនេះនៅមានតទៀតប៉ុន្តែគេលើកយកមកតែត្រឹមហ្នឹងណាចាអញ្ចឹងហើយអត្ថបទនេះផងដែរគឺដកស្រង់ចេញពីព្រះរាជជីវប្រវត្តិសម្ដេចសង្ឃរាជរៀបរៀងដោយភិក្ខុបញ្ញាវិឡោលឹមវាសនាក្នុងឆ្នាំ2004អញ្ចឹងបងប្អូនបានអានអត្ថបទក៏ដូចជាជីវប្រវត្តិសង្ខេបរបស់សម្ដេចសង្ឃរាជជួនណាតរួចហើយចាអញ្ចឹងសង្ឃឹមថាបងប្អូននឹងអាចឆ្លើយសំណួរបានណាអញ្ចឹងយើងក៏លេខមកមើលសំណួរទី1របស់យើងតើសម្ដេចសង្ឃរាជប្រសូតនៅថ្ងៃណាខែណាឆ្នាំណាហើយមានទីកន្លែងកំណើតនៅឯណាមានក្រមងារយ៉ាងដូចម្ដេចទី2តើស្នាដៃរបស់ព្រះអង្គណាមួយដែលមានប្រជាប្រិយភាពជាងគេនៅក្នុងអ្នកសំណាក់អ្នកសិក្សារហូតដល់សប្តាហ៍ថ្ងៃនេះហេតុដូចម្ដេចបានជាអ្នកយល់យ៉ាងនេះទី3អត្ថបទដកស្រង់នេះជាប្រភេទរឿងពិតឬរឿងប្រឌិតហេតុអ្វីតើព្រះអង្គមានគុណសម្បត្តិអ្វីខ្លះចំពោះភាសាជាតិហេតុអ្វីទី5តើកត្តាអ្វីដែលនាំឲ្យព្រះអង្គមានស្មារតីពុះពៀក្នុងការកសាងវចនានុក្រមខ្មែរទី6តាមយសកម្មភាពព្យាយាមរបស់ព្រះអង្គតើអ្នកមានអារម្មណ៍យ៉ាងដូចម្ដេចចំពោះបុព្វបុរសជាតិនិងទី7ហេតុដូចម្ដេចបានជាអ្នកនិពន្ធចងក្រងជីវប្រវត្តិនេះឡើងអញ្ចឹងយើងមើលចម្លើយទាំងអស់គ្នាចម្លើយទី1គឺសម្ដេចសង្ឃរាជទ្រង់ប្រសូតនៅថ្ងៃអង្គារ11រោចខែផលគុណឆ្នាំវកចស័កពុទ្ធសករាជ2427ត្រូវនៅថ្ងៃទី11ខែមីនា គ្រិស្តសករាជ1883នៅភូមិកំរៀងសង្កាត់រកាកោះស្រុកគងវិស័យខេត្តកំពង់ស្ពឺចាអញ្ចឹងទី2ចម្លើយទី2គឺស្នាដៃរបស់ព្រះអង្គដែលមានប្រជាប្រិយភាពជាងគេនោះគឺវចនានុក្រមតែវចនានុក្រមខ្មែរដែលព្រះអង្គបានរៀបរៀងឡើងតែមួយអង្គឯងបានរហូតចប់សពគ្រប់ហើយបានបោះពុម្ពផ្សាយទាំងភាគ1និងភាគ2បានចំនួន5លើកហើយចាចំណែកទី3តើអត្ថបទនេះជារឿងពិតឬរឿងប្រឌិតហេតុអ្វីអញ្ចឹងតាមរយៈការអានអត្ថបទនេះគឺជាអត្ថបទរឿងពិតចាពីព្រោះអីពីព្រោះថានៅក្នុងអត្ថបទនេះគឺមានស្ថានភាពជីវិតពិតរបស់បុគ្គលនិងស្នាដៃមានកាលបរិច្ឆេទពិតដែលតាក់ទងទៅនឹងការរស់នៅជាក់ស្ដែងស្ថានភាពគ្រួសារពិតឆ្លងកាត់ដំណាក់កាលនីមួយមានឈ្មោះពិតរបស់បុគ្គលផ្ទាល់មានគ្រួសារនិងញាតិសន្តានព្រមទាំងប្រវត្តិការងារការបរិច្ឆេទពិតប្រាកដនិងកន្លែងជាក់ស្ដែងនិងចុងក្រោយគឺមានការបរិច្ឆេទថ្ងៃកើតនិងថ្ងៃស្លាប់សុទ្ធតែជាពិតទាំងអស់ចាអញ្ចឹងនៅសល់សំណួរ4ណាអញ្ចឹងសង្ឃឹមថាបងប្អូននឹងអាចឆ្លើយដោយខ្លួនឯងហើយបើសិនជាមិនអាចឆ្លើយបានទេអញ្ចឹងសូមបងប្អូនខមមិននៅក្នុងវីដេអូនេះតែអញ្ចឹងអ្នកគ្រូនឹងឆ្លើយជូននៅវីដេអូក្រោយណាតែអញ្ចឹងសង្ឃឹមថាអត្ថបទនេះជាចំណេះដឹងបន្ថែម
ក្នុងការសិក្សារៀនសូត្ររបស់បងប្អូនសប្តាហ៍ថ្ងៃចាពីភាសាខ្មែរថ្នាក់ទី8នេះអញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់ហើយសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយទៀតចាអញ្ចឹងអរគុណច្រើន